software ថ្មី Creality Slide ឬក៏ Creality Print សម្រាប់ម៉ាស៊ីនប្រភេទprint លឿនឬក៏ print យឺត software ថ្មីចេញអានេះ2025ខ្ញុំទៅ download យកមកដែរ version វារៀងខ្ពស់ហើយអ្វីដែលចាប់អារម្មណ៍គឺថាយើងអាច add ជាមួយនឹងប្រភេទ nozzle បានច្រើនប្រភេទឧទាហរណ៍នៅក្នុងនេះខ្ញុំមាន K1 Max ចឹងទៅ 0.4 nozzle ហើយនឹងអាក្រោមនេះខ្ញុំដាក់ 0.8 ចឹងដោយសារ print រៀងធំអញ្ចឹងខ្ញុំដូរទៅជាក្បាល 0.8 ក្នុងនេះវាមាន setting ឲ្យយើងតែម្ដងដល់ពេលអញ្ចឹងគឺយើងងាយស្រួលនៅក្នុងការដាក់បញ្ចូលសារ៉េ file ដោយអត់បាច់ចាំអង្គុយសារ៉េត្រូវកម្រិតកន្លែងណាខ្លួនឯងអញ្ចឹងគឺមានលក្ខណៈងាយស្រួលជាងមុនច្រើនប៉ុន្តែគ្រាន់តែឃើញថាវាមិនតាន់ដំណើរការល្អ 100% ទេមើលទៅនៅរៀងស្ទើរដែរតែសម្រាប់ការសារ៉េ slide មានអារម្មណ៍ថាវាលឿនជាងមុនលឿនជាង version មុនមកបន្តិចទៀតតែមើលទៅវាមិនតាន់ល្អឥតខ្ចោះហើយមើលវាចេញអាចថាគេចេញថែម version ណាក្រោយដើម្បីកំណែតម្រង់ល្បឿននេះសិនសូម្បីតែ view ក៏មើលទៅវាអត់សូវ clean ណាវាអត់សូវច្បាស់តែបងប្អូនអាចចូលទៅ download បាននៅក្នុង Creality នេះកន្លែង download cloud របស់ Creality ចូលទៅកន្លែង cloud ទៅវាមានកន្លែង download នេះ Creality Print FFS Slicer Hot តំចេញ version 2025 ខែ 3 ថ្ងៃ 19 ចឹងឥឡូវថ្ងៃ27ខ្ញុំចេញវីដេអូនេះចឹង version នេះតំចេញក្តៅ 6.0.5 អញ្ចឹងយើងអាច add បានច្រើនសូម្បីតែប្រភេទម៉ាស៊ីនស៊េរីផ្សេងក៏អាច add បានដែរមាន Elego ក៏យើងអាច add បានហើយគេដាក់រូបមកអញ្ចឹងមកហើយច្រើនណាស់មិនមែនប៉ុណ្្នឹងទេ Alti Marker ស្អីណានៃអញ្ចឹងគឺងាយស្រួលមែនតើ Anchor ប្រភេទណាផ្សេងអូច្រើនណាស់ហើយដាក់រូបឲ្យយើងអញ្ចឹងតែម្ដងអញ្ចឹងលយអញនិយាយបានថាលយជាងមុន Anycubic អូខេចឹងមានមកទាំងអស់តែអាចនឹងមិនគ្រប់ទេបើសិនតែយើងចង់ប្រើឲ្យគ្រប់តតែប្រើ software របស់ក្រុមហ៊ុនហ្នឹងហ្មងថារបស់ Creality ប្រើរបស់ Creality ទៅ Anycubic ប្រើរបស់ Anycubic ទៅចឹងគឺគ្រប់ហើយតែចំពោះអ្នកដែលប្រើ user របស់ Creality យើងអាចមើលបានគឺដូចជា Ender series នេះគឺមានមកច្រើនតាំងពីEnder series តែរូបភាពដាក់មកដូចវិចមែនទេដូចអត់សូវស្អាត Ender series Max ចឹងទៅមកខ្ញុំហៅមើលអានេះ V3 Plus តែអត់ឃើញមួយចំនួនដែរមិនមែនមកទាំងអស់ហ្នឹងដូចជា Ender series V2 អត់ឃើញមកដែរអានេះ CR មិនដែលមានមួយចំនួនមកអាតនេះយើងអាច add ដូចជាក្បាលវាបានថែមទៅជា nozzle 0.8 ចឹងទៅចានេះថ្ងៃនេះគ្រាន់តែចេញតាក់ទងនឹង software ទេគឺគេ update ហើយឃើញថាវា slide លឿនតែនៅរៀងអត់តន់ល្អ 100% ហើយតានេះគេដាក់រូបចេញខ្ចៅដូចមែនតែលក្ខណៈ 3D ឲ្យយើងដូចរបស់ពិតយើងដឹងមកអានេះគឺខាងមុខសម្រាប់ K1 Max Ender 3 V3 Plus 3 តេ Ender 3 V3 ទៅអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ